សុស័យអាគ្នាថ្ងៃណាបដៃខ្ញុំបានលើកយករឿងមួយមកសម្រាយដែលរឿងមួយហ្នឹងគឺថាចេញយូរហើយក៏ប៉ុន្តែនេះគឺជា special episode ដែលត្រូវជា season 2 ផងដែរហើយនៅក្នុង season 2 មួយនេះគឺមិនមែនជា episode ទី1អីទេក៏ប៉ុន្តែវាគឺជាប្រភេទ special episode ដែរអញ្ចឹងខ្ញុំមិនដឹងថាវា special មិនដែរមានតែចូលមើលតែម្ដងទៅនៅក្នុង episode មួយនេះបាយឡើងជាមួយនឹងក្មេងៗនេះគឺបាននិយាយថាមើលនារីម្នាក់ហ្នឹងទៅនាងគឺពិតជាស្អាតខ្លាំងមែនទែនស្អាតឡើងដូចតុក្កតាតែម្ដងសម្រាប់មនុស្សដែលពួកគេហ្នឹងគឺជាអស់លះទៅការនារីម្នាក់ដែលមានសក់ពើសអីច្រើនទៅជាមួយនឹងយូយ៉ាផងដែរអ្នកខ្លះហ្នឹងគឺបានលើកប្រធានបទអំពីយូយ៉ាផងដែរដែលគាត់នេះគឺបានថតជាមួយនឹង model ស្រីម្នាក់ដែលមានឈ្មោះថាមីអញ្ចឹងទៅដោយអ្នកខ្លះហ្នឹងក៏ពិតជាចំណានទៅកាន់យូយ៉ាខ្លាំងមែនទែននៅពេលហ្នឹងដែលមានឡានក្រុងមួយហ្នឹងគឺបានជិះតម្រង់ទៅកាន់នារីម្នាក់ដែលនាងគឺបានដួលនៅមុខផ្លូវដោយឃើញអញ្ចឹងទៅនារីម្នាក់ដែលមានសក់សហ្នឹងគឺមានឈ្មោះថាយូទីហ្នឹងនេះគឺបានរត់ទៅរងក៏ដូចជាបានប្រើជាមួយនឹងដៃរបស់នាងគឺទាញដូចជាព្រួយអញ្ចឹងក៏ប៉ុន្តែវាគ្មានព្រួយទេអ្នកនៅទីកន្លែងហ្នឹងតក់ស្លុតក៏ដូចជាស្លន់ខ្លាំងមែនទែនក៏ប៉ុន្តែគ្មានទេគ្រាន់តែឡានហ្នឹងគឺជិតមកដល់ភ្លាមដែលយូយ៉ាគឺបានចាប់ទៅកាន់ពួកគេទាំងអស់ហ្នឹងគឺចេញមកពីកន្លែងហ្នឹងទៅបើមើលទៅកាន់យូទីនេះក៏ពិតជាកាំងខ្លាំងមែនទែនខំទៅជួយគេចុងក្រោយយូយ៉ាហ្នឹងគេថាជួយទៅកាន់គេក៏ដូចជាជួយទៅកាន់នាងដដែលបន្ទាប់ពីបានជួយទៅកាន់នារីម្នាក់ហ្នឹងក៏ដូចជាក្មេងប្រុសម្នាក់ហ្នឹងហើយដែលពួកគេនេះគឺបានអរគុណទៅកាន់យូយ៉ាដូចគ្នាដល់ជើទៅពួកគេគឺបានសួរទៅកាន់យូយ៉ាប៉ុន្តែតែគាត់នេះគឺមានឈ្មោះអីគេដល់យូយ៉ាហ្នឹងគឺបានប្រាប់ទៅកាន់ពួកគាត់ផងដែរតែគាត់នេះគឺមានឈ្មោះថាយូយ៉ាថេនជូបន្ទាប់ពីកន្លែងហ្នឹងដែលសាយរៀនគឺបានកាត់នៅពេលដែលយូយ៉ាហ្នឹងគឺទៅធ្វើខ្វេះនៅក្នុងពិភព Another World របស់គាត់វិញណាដែលគាត់គឺបានរើសជាមួយនឹងខ្វេះខ្លះហ្នឹងដើម្បីទៅធ្វើផងដែរដោយបុគ្គលិកដែលនៅកន្លែងហ្នឹងគឺបានជាទៅកាន់យូយ៉ាថាច្បាស់ណាស់បិសាចមួយហ្នឹងគឺវាមិនសូវខ្លាំងមែនទេបើសិនជាយូយ៉ាទៅហ្នឹងគាត់ហ្នឹងគឺអាចជួយកម្ចាត់បិសាចផ្សេងដែលនៅជុំវិញហ្នឹងមែនអត់ដោយយូយ៉ាគាត់ក៏ដូចជាមិនបានជាអីគ្នាដែលគាត់នេះគឺបានយល់ព្រមជាមួយនឹងសំណាទៅអស់ហ្នឹងផងដែរបន្ទាប់ពីគាត់ហ្នឹងគឺទៅដល់ព្រៃដែលគាត់គឺបានដកជាមួយនឹងអាវុធក៏ដូចជាអាក្ររបស់គាត់ចេញពីលំហរបស់គាត់ដូចគ្នាមើលទៅពិតជាខូខ្លាំងមែនតើហើយគាត់គឺបានចាប់ការជាមួយនឹងបិសាចមួយផងដែរនៅពេលដែលយូយ៉ាគាត់ហ្នឹងគឺបានចាប់ការជាមួយនឹងបិសាចមួយហ្នឹងគាត់គឺបានបើទៅជាហ៊ានក៏ដូចជាឃើញជាមួយនឹងនារីម្នាក់ផងដែរបើសិនជាកលេចមើលទៅកាន់បិសាចមួយហ្នឹងដែលមិនអាចតតាំងជាមួយនឹងយូយ៉ាបានដល់វានេះគឺបានរត់ចូលទៅកាន់ព្រៃវិញផងដែរដោយសារតែវានេះគឺអាចយកឈ្នះទៅកាន់យូយ៉ាបាននោះទេបន្ទាប់ពីបិសាចមួយហ្នឹងគឺបានរត់ចេញបានរហូតដល់យូយ៉ាគឺបានទៅជាមួយនឹងដាបគាត់ក៏ដូចជាបានដើរទៅសួរទៅកាន់នារីម្នាក់ដែលគាត់ហ្នឹងគឺបានឃើញផងដែរគឺថាឲ្យនាងនេះគឺចេញមកដោយសារតែគាត់នេះគឺបានឃើញនាងមុនហ្នឹងទៅហើយនៅក្នុងគណៈពេលនោះដោយសារចៅរបស់យូយ៉ានេះគឺបានឃើញអ្វីមួយយ៉ាងដែលបិសាចមួយនេះគឺបានរត់មកវិញក៏ប៉ុន្តែត្រូវបានយូយ៉ានេះក៏ដកជាមួយនឹងលំពេចរបស់គាត់គឺបានចាក់ទៅកាន់វាងាប់បាត់ទៅបន្ទាប់ពីគាត់គឺបានចាក់ទៅកាន់បិសាចមួយនោះឲ្យងាប់ហើយគាត់គឺបានរើសជាមួយនឹងរបស់មួយដូចគ្នាក៏ប៉ុន្តែខ្ញុំនេះក៏ដឹងថាជាអីគេនោះទេហើយគាត់នេះគឺបានបើជាមួយនឹង steak របស់គាត់មើលច្បាស់ណាស់ទោះជាយូយ៉ាគឺឡើងជាមួយនឹង steak ជាច្រើនក៏ដោយក៏ប៉ុន្តែ level គាត់គឺនៅថិតថេរដដែលនឹងបន្ទាប់មកដោយមនុស្សស្រីម្នាក់នេះគឺបានសួរទៅកាន់យូយ៉ាថាគាត់នេះក៏ស្គាល់នាងទេមែននេះគឺពិតជាសប្បាយចិត្តខ្លាំងមែនតើដែលបានជួបទៅកាន់គាត់ម្ដងទៀតដល់ជើទៅយូយ៉ានេះគឺពិតជាឆ្កល់ខ្លាំងមែនតើស្អីគេគាត់តែបានជួបទៅកាន់នាងផងអូក៏ប៉ុន្តែគាត់ក៏ដូចជាចងចាំតិចឯណាមួយដោយសារតែមនុស្សស្រីម្នាក់នេះគឺជួយរំលឹកទៅកាន់យូយ៉ាផងគាត់ឡើងចាំតែម្ដងថានឹងអីគឺជានាងនឹងឯងដោយមនុស្សស្រីម្នាក់នេះគឺបានដើរមកចិត្តយូយ៉ាតែម្ដងដែលនាងគឺបាននិយាយថាទោះជាការអរគុណណានាងនឹងឲ្យរង្វាន់ទៅកាន់យូយ៉ាតែម្ដងក៏ប៉ុន្តែគ្មានទេយូយ៉ានេះក៏រត់ទៅបាត់បន្ទាប់ពីនេះដោយសាររឿងគឺបានកាត់ទៅក្នុងថ្នាក់វិញម្ដងដោយសារសិស្សនេះក៏ពិតជាអ៊ូអរខ្លាំងមែនទែនដោយសារតែមានសិស្សថ្មីម្នាក់ចូលដែលនេះគឺជាយូទីនឹងឯងបន្ទាប់ពីនេះដែលអ្នកគ្រូនេះគឺបានឲ្យនាងនេះគឺថាណែនាំខ្លួនទៅកាន់មិត្តរួមថ្នាក់ក្រុមគ្នាដែលមិនចាំយូរនាងគឺបានណែនាំឈ្មោះរបស់នាងទៅបើមើលទៅកាន់អ្នកស្ដាប់ក៏ដូចជាសិស្សផ្សេងទៀតដោយពួកគេគឺពិតជាចំហមាត់តែម្ដងនៅពេលដែលយូទីទៅអង្គុយគឺពិតជាមានមនុស្សដែលស្វាគមន៍ទៅកាន់យូទីច្រើនខ្លាំងមែនទែនកាត់ពីកន្លែងហ្នឹងទៅដោយសាររឿងគឺបានកើតនៅពេលដែលយូទីនេះគឺបានលេងកីឡាជាមួយនឹងអ្នកផ្សេងទេអញ្ចឹងទៅដែលនាងគឺបានបោះបាល់យ៉ាងស្រួលយកហ្មងបន្ទាប់ពីបោះបាល់យ៉ាងស្រួលហើយដល់មកដែលពួកគេនេះគឺលេងមែនតែម្ដងក៏ប៉ុន្តែគ្មានណាគេនឹងគឺអាចទប់ទៅកាន់យូទីចប់នោះឡើយបន្ទាប់មកទៀតដោយសាររឿងគឺកាត់ទៅកន្លែងយូយ៉ាវិញដោយប្រូពីអ្នកនឹងគឺបានមកនិយាយថាគាត់គឺបានឮថាមានណាគេនេះគឺផ្លាស់ប្ដូរមកពីបរទេសដោយឮបែបហ្នឹងយូយ៉ាគឺថានិយាយលេងចាញ់តែម្ដងបន្ទាប់មកដោយសាររឿងគឺបានកាត់ទៅកន្លែងយូទីវិញម្ដងដែលមិត្តរួមថ្នាក់ដែលលេងបាល់ជាមួយនឹងយូទីនេះគឺពិតជាសរសើរទៅកាន់យូទីខ្លាំងមែនទែនមិនត្រឹមតែស្អាតនោះទេនាងគឺលេងបាល់ខ្លាំងទៀតផងដោយពួកនាងនេះគឺបានប្រមូលជាមួយនឹងយូទីនេះគឺបានចូលជាមួយនឹងក្លឹបបាល់បោះរបស់ពួកនាងផងដែរដល់ជើទៅយូទីគឺឆ្ងល់ខ្លាំងមែនទែនតែក្លឹបបាល់បោះនេះគឺជាអីគេទៅណាមួយនេះគឺស្គាល់តែធ្នូនោះទេដល់យូគីនិយាយអំពីពាក្យថាធ្នូដល់ពេលជើទៅនារីម្នាក់នេះគឺបាននិយាយថាតាប្រភេទធ្នូអញ្ចឹងមែនដល់អញ្ចឹងទៅមិត្តភ័ក្តិរបស់យូទីគឺបាននិយាយថាច្បាស់ណាស់នៅពេលដែលពួកគេគឺចេញពីសាលាពួកគេនឹងនាំយូទីទៅកន្លែងហ្នឹងតែម្ដងបន្ទាប់ពីនេះពួកគេនេះគឺបានសួរទៅកាន់យូទីថាតើសប្តាហ៍ថ្ងៃនេះគឺនាងរស់នៅកន្លែងណាដែរដល់យូទីគ្មានគេអីច្រើនទេដែលនាងគឺបាននិយាយថានាងនេះគឺនៅទីជាមួយនឹងយូយ៉ាដែលអ្នកផ្សេងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើណាបើសិនបើកាត់ទៅមើលកន្លែងយូយ៉ាវិញដែលយូយ៉ានឹងគឺថាกระដាស់មួយតែម្ដងដូចជាពួកគេនេះគឺនិយាយដើមអីទៅកាន់យូយ៉ាខ្លះនោះទេដល់មិត្តភ័ក្តិរបស់យូយ៉ាឃើញបែបហ្នឹងគាត់គឺបានសួរទៅកាន់យូយ៉ាថាតើយូយ៉ានឹងគឺផ្ដាសាយដោយសារតែមេតិជាមែនតែតាមពិតទៅមេតិជាអីគឺថាយូយ៉ាផ្ដាសា
សាយនេះដោយសារតែគេនិយាយដើមសោះហ្នឹងបើសិនបើកន្លែងទៅមើលកន្លែងផ្លាស់សម្លៀកបំពាក់របស់ស្រីវិញដែលគ្រប់គ្នាក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនណាស្អីគេតែយូទីនេះគឺរស់នៅជាមួយនឹងយូយ៉ាមែនយូទីនេះក៏បានតបភាសាទេថាហ្នឹងហើយដែលនេះគឺបានរស់នៅជាមួយនឹងយូយ៉ានឹងឯងដល់ជើទៅស្រីនៅក្នុងហ្នឹងក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនណាអ្នកខ្លះគឺបានសួរថាតើវិជ្ជាការពិតមែនចំណែកអ្នកខ្លះទៀតនេះក៏បានសួរទៅកាន់យូទីថាតើយូទីនេះគឺមានទំនាក់ទំនងអីជាមួយនឹងយូយ៉ាមែនដល់ជើទៅយូទីក៏ពិតជាកាំងខ្លាំងមែនទែនតែយូយ៉ានឹងគឺពិតជាមានវិជ្ជាប្រៃដល់ថ្នាក់ហ្នឹងផងមែនដែលមិត្តភក្តិរបស់នេះគឺបានតបថាមែនហើយមិនត្រឹមតែគាត់នឹងគឺសង្ហានោះទេថាតែគាត់នឹងគឺអស្ចារ្យទៀតផងបន្ទាប់ពីនោះហាគាត់តែគ្រប់គ្នាគេថាដឹងភ្លាមតែគេគឺថានិយាយពេញសាលាតែម្ដងយូយ៉ាដែលលឺបែបណាក៏គេថាកាំងខ្លាំងមែនទែនក៏ដូចជាព្រុសទឹកនៅក្នុងមាត់ពេញនឹងផងដែរក្រោយមកទៀតដែលសាច់រឿងគឺបានកាត់នៅពេលដែលមិត្តភក្តិរបស់យូទីនេះគឺបាននាំយូទីមកកន្លែងបាញ់ធ្នួដែលពួកគេគឺបានណែនាំយូទីទៅកាន់អ្នកគ្រូដែលជាអ្នកបង្រៀនកន្លែងហ្នឹងផងដែរបើកន្លែងទៅមើលយូទីដែលនេះក៏ពិតជាចង់បាញ់ធ្នួខ្លាំងមែនទែននៅពេលដែលនាងគឺបានឃើញថាគ្រប់គ្នានៅកន្លែងហ្នឹងគឺសុទ្ធតែបាញ់ធ្នួទាំងអស់តែម្ដងបន្តមកទៀតដែលអ្នកគ្រូនេះគឺបាននិយាយជាមួយនឹងយូទីផងដែរក៏ដូចជាឲ្យជាមួយនឹងធ្នួមួយទៅកាន់យូទីដើម្បីបាញ់ដូចគ្នាបន្តមកទៀតដែលសាច់រឿងក៏បានកាត់ទៅកន្លែងមួយវិញម្ដងដោយមានមនុស្សម្នាក់នេះគឺបាននិយាយថាស្អីគេតើគេនេះគឺជាសិស្សរបស់សៃមែនតើគេគឺខ្លាំងដល់ថ្នាក់ហ្នឹងផងមែនហើយតើមនុស្សដែលលោកបានបញ្ជូនទៅនឹងតើពួកគេក៏ត្រូវស្លាប់អស់ហើយមែនមនុស្សម្នាក់ទៀតគឺបានតបទៅវិញថាហើយបើនិយាយចំទៅគាត់ហ្នឹងគឺអត់ដឹងអំពីរឿងរ៉ាវទាំងអស់នោះទេតែអ្វីដែលពិសេសធម្មពលដែលគាត់គឺបានឲ្យទៅកាន់ពួកគេវាក៏បានរលត់អស់ទៅហើយដោយសំឡេងមួយទៀតគឺបាននិយាយថាច្បាស់ណាស់ប្រហែលជាគាត់នេះគឺបានស្លាប់ដោយសារតែធម្មពលវេទមន្តអ្វីមួយយ៉ាងហើយមើលទៅមិនត្រឹមតែប៉ុណ្ណឹងទេសំឡេងនារីម្នាក់ទៀតគឺបាននិយាយថាប្រហែលជាគាត់នេះគឺខ្សោយពេកហើយទៅធ្វើឲ្យបាត់បង់ជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងតែអ្វីដែលសំខាន់តើនាងគឺមិនមែនជាកូនសិស្សរបស់ Holly ទេមែនច្បាស់ណាស់សមត្ថភាពរបស់នាងគឺមិនអន់ទេហើយអ្វីក៏វាបាត់បង់ទៅបែបហ្នឹងតែអ្វីដែលពិសេសមួយទៀតនាងប្រហែលជាអាចបោះបង់ជាមួយនឹងអំណាចរបស់នាងចោលដោយស្ម័គ្រចិត្តក៏ប៉ុន្តែពួកគេក៏មិនជឿថានាងនឹងគឺធ្វើបែបហ្នឹងនោះទេខ្ញុំសូមបញ្ជាក់សិនដែលពួកគេនឹងគឺបាននិយាយអំពីយូទីនឹងឯងដោយសារតែពួកគេនឹងគឺធ្លាប់ផ្ដោតជាមួយនឹងអំណាចនឹងឲ្យទៅកាន់យូទីច្បាស់ណាស់តាមអ្វីដែលពួកគេគិតគឺមិនមែននាងបោះបង់អំណាចនាងចោលដោយតេបែបហ្នឹងនោះទេប្រហែលជានាងគឺត្រូវចាញ់ក្រោមដៃនរណាម្នាក់អីប្រសិនបើនាងគឺមិនមែនចាញ់ក្រោមដៃនរណាម្នាក់នោះទេប្រហែលជានាងគឺអាចចាញ់នៅក្រោមដៃអង្គការណាមួយមនុស្សម្នាក់ទេគឺបាននិយាយថាគាត់នឹងគឺពិតជាខកចិត្តខ្លាំងមែនទែនដែលនាងនឹងគឺបានចាញ់ក្រោមដៃរបស់នរណាម្នាក់ក៏ប៉ុន្តែមិនអីនោះទេពួកគេគឺរស់នៅទីនេះក៏ប៉ុន្តែចង់បំផ្លាញទៅកាន់ពិភពលោកនេះតែប៉ុណ្ណោះណាមួយទៀតមនុស្សខ្លះដែលនៅក្នុង Holly ក៏ជាគ្នារបស់ពួកគេផងដែរចុះពួកគេនេះគឺមិនបាច់បារម្ភច្រើននោះទេសម្រាប់កន្លែងហ្នឹងខ្ញុំគឺអត់សូវយកមកនោះទេជាពិសេសគឺពី Holly តែម្ដងដោយសារតែនិយាយអញ្ចឹងគឺវាពិបាកយកខ្លាំងមែនទែនចុះខ្ញុំនឹងនិយាយស្រួលយកតែម្ដងទៅដែលពួកគេទាំងអស់នឹងមកក្នុងពិភពលោកមួយហ្នឹងក៏ប៉ុន្តែចង់កំទេចទៅកាន់ពិភពលោកមួយនេះនឹងឯងហើយពួកគេទាំងអស់ហ្នឹងក៏មិនមែនជាមនុស្សដូចគ្នាដែលពួកគេគឺជាប្រភេទ evil ក៏ដូចជាបីសាច់នឹងឯងទោះជាយ៉ាងណាពួកគេហ្នឹងគឺមិនអាចចេញទៅកំទេចពិភពលោកដោយផ្ទាល់នោះទេដោយសារតែពួក Holly គឺបានតាមកំចាត់ទៅកាន់ពួកគេហើយសម្រាប់ពពួក Holly ហ្នឹងគឺប្រៀបបានដូចជាអ្នកការពារទៅកាន់ពិភពលោកមួយនេះអញ្ចឹងក៏ប៉ុន្តែសម្រាប់ពួក Holly ខ្លះទៀតគឺបានរួមដៃជាមួយនឹងពួកគេអីនឹងឯងអញ្ចឹងហើយពពួក evil ទាំងអស់ហ្នឹងកើតហ៊ានចេញទៅឆាយនោះទេច្បាស់ណាស់បើសិនជាចេញទៅឆាយពពួក Holly ក៏ដឹងតែចាប់ការមកកាន់ពួកគេខ្មាត់តែម្ដងអញ្ចឹងពួកគេមានតែរងចាំឱកាសមួយតែប៉ុណ្ណោះដើម្បីអាចកំទេចទៅកាន់ពិភពលោកមួយនេះបានមិនតែប៉ុណ្ណោះទេពួកគេហ្នឹងគឺបាននិយាយអំពីក្រុម evil ផ្សេងទៀតផងដែរចុះមានន័យថាក្រុម evil គឺមិនមានតែប៉ុណ្ណោះនោះទេគឺមានច្រើនខ្លាំងមែនតើនៅពេលដែល evil មួយនេះគឺបានសួរទៅកាន់ពួកគេដែលពួកគេផ្សេងទៀតនេះគឺបាននិយាយថាច្បាស់ណាស់ក្រុម evil ផ្សេងកំពុងតែបង្ករឿងជាមួយនឹង Darkiel evil មួយនៅក្នុងចំណោម evil ទាំងអស់ហ្នឹងគឺបាននិយាយថាច្បាស់ណាស់បើសិនជាក្រុម evil ផ្សេងទៀតគឺមិនធ្វើសកម្មភាពហើយជាគាត់នឹងអាចសប្បាយចិត្តហើយច្បាស់ណាស់បើសិនបើក្រុម evil គឺមិនធ្វើសកម្មភាពក្រុម Holly ក៏មិនធ្វើសកម្មភាពដូចគ្នានៅពេលដែលពពួក evil ទាំងអស់ហ្នឹងគឺបាននិយាយចប់ហើយអ្នកខ្លះគឺបានសុំសារៈអីចឹងទៅសម្រាប់ពពួក evil ខ្លះទៀតគឺបានចេញទៅស៊ើបមើលស្ថានភាពផងដែរក្រោយមកទៀតដែលសៃរៀនគឺបានកាត់ទៅមើលផ្ទះរបស់យូយ៉ាដែលនៅក្នុងពិភព Another វិញណាដោយការីគឺបានសួរទៅកាន់យូយ៉ាថាតើយូទីហ្នឹងគឺអត់មកទេមែនយូយ៉ាគឺបានទៅកាន់ការីវិញថាច្បាស់ណាស់ដែលយូទីគឺកំពុងតែសប្បាយរីករាយជាមួយនឹងការបាញ់ធ្នូនៅឯសាលានោះក្រោយមកទៀតដែលយូយ៉ាគឺបានគិតអំពីពាក្យសម្ដីរបស់ប្រូតុនសាយផងដែរដែលរបស់តុនសាយមួយនេះគឺបានប្រាប់បកានគាត់ថាច្បាស់ណាស់ដែលយូទីគឺជាកូនសិស្សរបស់ទេវតាបាញ់ធ្នូនៅក្នុងពេលមួយដែលទេវតាបាញ់ធ្នូគឺបានឃើញថាយូទីគឺបានធ្វើគ្រប់យ៉ាងដើម្បីការពារទៅកាន់ចំណាប់ខ្មាំងអំពីបិសាចក៏ប៉ុន្តែដោយសារតែពពួក evil ទាំងអស់ហ្នឹងគឺបានចាប់ទៅកាន់ចំណាប់ខ្មាំងទាំងអស់ហ្នឹងគំរាមទៅកាន់យូទីចឹងទៅពួកគេគឺបានបង្ខំឲ្យយូទីនេះគឺដើរទៅកាន់ផ្លូវអាក្រក់មិនត្រឹមតែប៉ុណ្ណោះទេដែលពពួក evil ទាំងអស់ហ្នឹងគឺបានដាក់ជំរឿឲ្យទៅកាន់គ្រូយូទីផងដែរដែលជាទេវតានៃការបាញ់ធ្នូនឹងឯងដោយពពួក evil ទាំងអស់ហ្នឹងគឺបានដាក់ជំរឿឲ្យទៅកាន់គ្រូរបស់យូទីដោយតម្រូវឲ្យគ្រូយូទីគឺជ្រើសរើសមួយដោយទី1គ្រូរបស់យូទីត្រូវតែស្លាប់ខ្លួនឯងដើម្បីជួយការពារយូទីក៏ដូចជាមនុស្សផ្សេងទៀតចំណែកជំរឿទី2មនុស្សផ្សេងទៀតនឹងយូទីត្រូវស្លាប់ក៏ប៉ុន្តែគាត់ដែលជាគ្រូរបស់យូទីនេះគឺត្រូវរស់ក៏ប៉ុន្តែដែលគ្រូរបស់យូទីគឺមិនមែនជាមនុស្សអាក្រក់នោះទេដែលគាត់គឺជាមនុស្សល្អគាត់សុខចិត្តស្លាប់ខ្លួនឯងដើម្បីជួយទៅកាន់យូទីក៏ដូចជាមនុស្សផ្សេងទៀតដោយសារតែរឿងរ៉ាវទាំងអស់ហ្នឹងហើយទៅធ្វើឲ្យមានការយល់ច្រឡំជាច្រើននិងធ្វើឲ្យយូទីគឺបានវាប្រហារមកកាន់ពួកយើងអីនឹងឯងអញ្ចឹងទៅដែលលបងទន់សាយគឺចង់ឲ្យយូយ៉ាហ្នឹងគឺមើលថែទៅកាន់យូទីឲ្យបានល្អណាមួយយូ
ទីក៏ពិតជាមានសារៈសំខាន់ចំពោះពួកគេខ្លាំងមែនទែនយ៉ាងហ្នឹងហើយនៅក្នុងអេពីសូត Special ភាគទី1មួយនេះក៏មានតែត្រឹមហ្នឹងផងដែរចូលចាប់ទស្សនាជាមួយនៅអេពីសូតទី2បន្តទៀតនៅក្នុងភាគ Special មួយហ្នឹង